ការពិតទៅដើម្បីរៀបចំប្រមូលព័ត៌មានមួយចំនួនសម្រាប់សិក្ខាសាលាថ្ងៃទី31ខែ3ពីព្រោះថ្ងៃ31ខែ3អាយដាមហងជួនរ៉ុនរដ្ឋប្រៃក្រសួងអប់រំលោកឯកភាពក្នុងការចូលរួមជាវាគ្មិននៅក្នុងសិក្ខាសាលានៅវិមានរដ្ឋសភាបាទតាមធានបတ်អ្វីធានបတ်វិធានការកំណែតម្រង់វិស័យអប់រំនៅកម្ពុជាជួយគួរឲ្យតាមតើការចង់មើលសំណើទៅប្រមាណយើងសម្រាប់គួរឲ្យតាមតើនឹងទៅទស្សនាចេញពីនេះទៅរសៀលថ្ងៃនេះយើងទៅខាងពុទ្ធកសាកលវិទ្យាល័យប្រសិទ្ធរាជហើយស្អែកយើងនឹងទៅសាលាសាកលវិទ្យាល័យគ្រប់គ្រងទៅដល់4សាលា4សាលាកំតែឥឡូវនេះខាងសាលាច្បាប់គាត់មានទម្រៈរវល់ជាខ្ញុំបន្តមកទៅហើយសាលាដទៃទៀតនឹងមានគម្រោងចិត្តទៀតដូចជាសាលាសាកលវិទ្យាល័យវិចិត្រសិល្បៈសាកលវិទ្យាល័យវិទ្យាសាស្ត្រខាងសាខាភិបាលហើយនិងសាកលវិទ្យាល័យផ្សេងបន្តមកទៀតយើងនឹងមានគម្រោងទៅតាមវិទ្យាល័យទៅសាលាបឋមសិក្សាដើម្បីប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយក្នុងវិស័យអប់រំជំព័ត៌មាននេះគឺต้องមកបញ្ហាមួយដែលយើងត្រូវមកស្ដាប់តាមក្នុងពេលសំខាន់ពេលដែលនេះយើងចង់បានព័ត៌មានពីចំនួនសិស្សចំនួនគ្រូពីបរិស្ថាននៃការបរិយាកាសសាលាទីកន្លែងនៃកម្មវិធីសិក្សានោះជាបញ្ហាសំខាន់ដែលយើងចង់រៀបចំសិក្សាស៊ីជម្រៅពាក់ព័ន្ធនឹងលោកគ្រូអ្នកគ្រូដើម្បីធ្វើកំណែទម្រង់ព័ត៌មានអ្វីខ្លះដែលអាដាមទទួលពីខាងសាលាយើងដឹងពីការគ្រប់គ្រងមួយចំនួនបន្តមកទៀតយើងនឹងពិនិត្យបន្ថែមទៀតដើម្បីធ្វើកំណែទម្រង់កាន់តែមានប្រសិទ្ធភាព